ngưលើសសម្ពាធឈាមដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹងក្នុងចំណោមស្ត្រីមានផ្ទៃពោះចំនួន10នាក់គឺមានម្នាក់មានជំងឺលើសសម្ពាធឈាមកំឡុងពេលមានផ្ទៃពោះដែលអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរឬអាចមានគ្រោះថ្នាក់ខ្ពស់ដល់ជីវិតតើជំងឺលើសសម្ពាធឈាមកំឡុងពេលមានផ្ទៃពោះជាជំងឺដូចម្តេចជាការពិតទៅជំងឺលើសសម្ពាធឈាមកំឡុងពេលមានផ្ទៃពោះគឺមាននិយមន័យដូចទៅនឹងជំងឺលើសសម្ពាធឈាមទៅលើស្ត្រីដែលអត់មានផ្ទៃពោះដោយសម្ពាធឈាមខាងលើលើសពី140មីលីម៉ែត្របារ៉តនិងខាងក្រោមលើសពី90មីលីម៉ែត្របារ៉តហើយលើសពីនោះវាក៏ជាកត្តាដែលប្រឈមទៅនឹងការស្លាប់ទាំងម្ដាយទាំងកូនផងដែរជំងឺលើសសម្ពាធឈាមកំឡុងពេលមានផ្ទៃពោះក៏ត្រូវបានចែកចេញជា4ប្រភេទគឺ1ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃគឺមានន័យថាអ្នកជំងឺមានការលើសសម្ពាធឈាមមុន20សប្តាហ៍នៃការពោះក៏មានន័យថាមុនពេលមានផ្ទៃពោះស្ត្រីជាម្ដាយគឺមានជំងឺលើសសម្ពាធឈាមរួចទៅហើយ2ជំងឺលើសសម្ពាធឈាមពេលមានផ្ទៃពោះជំងឺលើសសម្ពាធឈាមពេលមានផ្ទៃពោះជាការលើសសម្ពាធឈាមក្រោយ20សប្តាហ៍នៃការពោះ3ជំងឺបម្រុងក្រឡាភ្លើងជំងឺបម្រុងក្រឡាភ្លើងគឺមានន័យថាអ្នកជំងឺមានការលើសសម្ពាធឈាមរួមជាមួយនឹងជាតិប្រូតេអ៊ីននៅក្នុងទឹកនោមលើសពី300មីលីក្រាមនៅក្នុង24ម៉ោងប៉ុន្តែការណែនាំថ្មីនៃការធ្វើរោគវិនិច្ឆ័យនៃជំងឺបម្រុងក្រឡាភ្លើងគឺយើងអាចរួមបញ្ចូលទៅនឹងរោគសញ្ញាគ្លីនិកដទៃទៀតដូចជាស្រវាំងភ្នែកការប៉ះពាល់ទៅលើមុខងារថ្លើមសម្គាល់បានដោយឈឺនៅឆ្អឹងជំនីក្រោមខាងស្ដាំការឡើងខ្ពស់នៃអង់ស៊ីមឬក៏ហៅត្រង់សាមីណាការប៉ះពាល់ទៅលើតម្រងនោមដោយមានការកើនឡើងនៃគ្រីអាតេនីន4ជំងឺបម្រុងក្រឡាភ្លើងរួមនឹងជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃជំងឺបម្រុងក្រឡាភ្លើងរួមនឹងជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃគឺមានន័យថាអ្នកជំងឺមានលើសសម្ពាធឈាមមុនពេលពោះរួមជាមួយនឹងរោគសញ្ញានៃជំងឺបម្រុងក្រឡាភ្លើងក្រោយ20សប្តាហ៍នៃការពោះតើមានកត្តាណាខ្លះជំរុញឲ្យកើតជំងឺលើសសម្ពាធឈាមកំឡុងពេលមានផ្ទៃពោះកត្តាដែលស្ត្រីមានផ្ទៃពោះងាយប្រឈមមុខនឹងជំងឺលើសសម្ពាធឈាមមានដូចជាស្ត្រីមានផ្ទៃពោះដែលមានអាយុលើសពី40ឆ្នាំឬតិចជាង18ឆ្នាំស្ត្រីធាត់ខ្លាំងស្ត្រីធ្លាប់មានជំងឺបម្រុងក្រឡាភ្លើងពីមុនមកស្ត្រីពោះកូនភ្លោះស្ត្រីមានជំងឺលើសឈាមស្ត្រីមានវិបត្តិតម្រងនោមស្ត្រីមានជំងឺពាក់ព័ន្ធទៅនឹងប្រព័ន្ធប្រឆាំងរាងកាយឬស្ត្រីមានជំងឺទឹកនោមផ្អែមតើជំងឺនេះផ្ដល់ផលប៉ះពាល់ណាខ្លះទៅលើម្ដាយនិងកូនអ្វីដែលជាក្តីបារម្ភទៅលើស្ត្រីដែលកើតមានជំងឺលើសសម្ពាធឈាមកំឡុងពេលមានផ្ទៃពោះគឺជាផលវិបាកយ៉ាងធ្ងន់ធ្ងរជាពិសេសចំពោះដែលអ្នកស្ថិតនៅក្នុងក្រុមបម្រុងក្រឡាភ្លើងឬក្រឡាភ្លើងដែលអាចប៉ះពាល់ទៅលើអាយុជីវិតទាំងម្ដាយនិងកូនការប៉ះពាល់ផ្នែកខាងម្ដាយស្ត្រីជាម្ដាយអាចប្រឈមទៅនឹងការដាច់សរសៃឈាមនៅក្នុងខួរក្បាលឬក៏កើតមានជំងឺហើមសួតដោយស្ត្រីនោះមានរោគសញ្ញាហត់ខ្លាំងដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតមិនតែប៉ុណ្ណោះក្នុងពេលតែមួយក៏អាចមាននៅការប្រកាច់បែកគ្រាប់ឈាមការថយចុះនៃចំនួនផ្លាកែតព្រមទាំងមានវិបត្តិក្លើមនិងតម្រងនោមធ្ងន់ធ្ងរថែមទៀតផងហើយប្រសិនបើពុំមានការព្យាបាលត្រឹមត្រូវនោះទេអ្នកជំងឺនឹងឈានទៅរកសេចក្តីស្លាប់រហូតទៅដល់10ទៅ15%ការប៉ះពាល់ផ្នែកខាងកូនទារកអាចប្រឈមទៅនឹងការកើតមិនគ្រប់ខែមានការលូតលាស់យឺតយ៉ាវជាងក្មេងធម្មតាឬមានជំងឺវិបត្តិផ្លូវដង្ហើមសួចស្រាវឬមានគ្រោះថ្នាក់ដល់អាយុជីវិតតែម្ដងតើត្រូវព្យាបាលជំងឺនេះដូចម្តេចយើងអាចធ្វើការព្យាបាលទៅលើជំងឺនេះបានប៉ុន្តែយើងមិនអាចប្រកាសថាមិនគ្រោះថ្នាក់ដល់អាយុជីវិត 100% នោះទេដោយក្នុងនោះគឺមាន10ទៅ15% ជាករណីដែលយើងមិនអាចគ្រប់គ្រងបានប៉ុន្តែជាទូទៅប្រសិនបើអ្នកជំងឺស្ថិតនៅក្នុងក្រុមដែលលើសសម្ពាធឈាមពេលមានផ្ទៃពោះឬភាសាបច្ចេកទេសហៅថា gestational hypertension ការលើសសម្ពាធឈាមនឹងត្រឡប់ទៅរកសភាពធម្មតាវិញបន្ទាប់ពីសម្រាលកូនរួច3ទៅ4សប្តាហ៍ឬ3ខែក្រោយដែលវាអាស្រ័យទៅលើមនុស្សម្នាក់ៗ
ចំណែកឯអ្នកជំងឺដែលស្ថិតនៅក្នុងក្រុមលើសសម្ពាធឈាមរ៉ាំរ៉ៃវិញការលើសសម្ពាធឈាមនឹងមិនបាត់ទៅវិញនោះឡើយដែលតម្រូវឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាមយូរអង្វែង